ជំរាបសួរក៏ដូចជាសួស្ដីទៅកាន់អ្នកទាំងអស់គ្នាដែលមើលទៅកាន់វីដេអូនេះឥឡូវនេះខ្ញុំស្ថិតនៅក្នុងក្រុមទី4ដែលពួកយើងធ្វើ project ទាក់ទងជាមួយនឹងទៅមុខវិជ្ជា wireless sensor និង IoT ដែលពួកយើងបានធ្វើproject មួយដែលពួកយើងបាន call វាថាគឺជា peer counting machine ដែលជាម៉ាស៊ីនមួយដែលពួកយើងអាចធ្វើការហៅគ្រប់ឆ្នាំបានឥឡូវហ្នឹងខ្ញុំនឹងការរៀបរាប់ទាក់ទងជាមួយនឹង hardware របស់វាទាំងអស់គ្នាចំពោះក្រុមរបស់វាដែលពួកយើងបានឃើញសរសរហ្នឹងគឺពួកយើងបានធ្វើវាដោយប្រើប្រាស់ market ហើយគ្រឿងផ្សេងទៀតមានដូចជាទាក់ទងជាមួយនឹងអានេះគឺគេហៅថា acrylic ដែលពីព្រោះហ្នឹងគឺដោយសារតែយើងដាក់ LED ពីក្រោមមកអានេះគឺជាកាមេរ៉ាដែលយើងប្រើប្រាស់វាដើម្បីទាក់ទងជាមួយនឹងថតគ្រប់ឆ្នាំក៏ដូចជាបញ្ជូនចំនួនគ្រប់ឆ្នាំហ្នឹងទៅកាន់Raspberry អេក្រង់ខាងលើដែលអេក្រង់ហ្នឹងគឺយើងប្រើប្រាស់វាមានទំហំ 3.2 អ៊ីងដែលយើងប្រើប្រាស់វាដើម្បី display ចំនួនគ្រប់ឆ្នាំដែលអាចឲ្យយើងពិនិត្យមើលថាគ្រប់ឆ្នាំមិនពីអត់មានបញ្ហាតោះឥឡូវហ្នឹងយើងមកមើលទៅក្នុងគ្រឿងខាងក្នុងដែលពួកយើងមានប្រើអីខ្លះនៅគ្រឿងខាងក្នុងហ្នឹងមានដូចជាអានេះគឺជាយើងប្រើប្រាស់ជា component DC ទៅ DC យើងប្រើប្រាស់ពេលដើម្បីយើងប្រើប្រាស់វាដើម្បីទាក់ទងចុះតង់ចុងដូចជាយើងបានឃើញគឺជា 12.2 វ៉ុលដើម្បីកំណត់វ៉ុលទាក់ទងឲ្យកង្ហារនេះជាមួយនឹង LED ខាងក្រោមដែលយើងបានឃើញខាងមុនចំពោះកង្ហារនេះវាមាន2កង្ហារនេះគឺកង្ហារកង្ហារនេះគឺកង្ហារ in ដែលយើងប្រើប្រាស់វាដើម្បីអានេះគឺបងខ្យល់ពីខាងក្រៅចូលមកខាងក្នុងអានេះបងខ្យល់ពីខាងក្នុងមកខាងក្រៅហេតុអីបាននិយាយថាការបងខ្យល់យើងត្រូវការបងខ្យល់គឺដោយសារតែប្រើប្រាស់ជាមួយនឹង screen នៅក្នុង screen នៅចូលជាមួយនឹង screen ហ្នឹងយើងមាន component សំខាន់ជាងគេបំផុតគឺ Raspberry Pi ដែលយើងប្រើប្រាស់វាដើម្បី control ទាំងអស់ដែលមាន LED webcam អីទាំងអស់គឺប្រើប្រាស់ជាមួយនឹង Raspberry Pi ហ្នឹងហើយទៅទៅនឹងនេះគ្រឿងខាងក្នុងដែលសំខាន់មួយទៀតគឺ power supply យើងប្រើប្រាស់វាដើម្បីបញ្ចុះវ៉ល់ក៏ដូចជាអំពែពី20 វ៉ុលដោយសារអានេះគឺយើងប្រើប្រាស់ភ្លើង AC 20 វ៉ុលចេញពីភ្លើងរត់មកដែលយើងប្រើប្រាស់វាដើម្បីបញ្ជូនថាមពលទៅកាន់ LED ខាងក្រោមជាមួយនឹងកង្ហារទាំងពីរនេះហើយពួកយើងក៏មានដូចជា LED switch ពីរដែរដែល switch នេះគឺជា switch ដែលយើងប្រើប្រាស់ដើម្បីបិទLED ខាងក្រោមបើយើងបិទ LED ខាងក្រោមដើម្បីស្រួលងាយស្រួលក្នុងជាមួយនឹងអេក្រង់នេះបើយើងបិទចឹងទៅពេលណាខ្លះវាអាចក្រោកបានប៉ុន្តែយើងត្រូវការបើកដើម្បីឲ្យវាស្រួលក្នុងការឲ្យរាប់ឆ្នាំចឹងណាហើយចំពោះការប្រើប្រាស់រាប់ឆ្នាំឬក៏អាចនិយាយថាគឺជាការ detect រាប់ឆ្នាំនៅលើនោះយើងប្រើប្រាស់ជាមួយនឹង machine learning ដែលយើងបានសរសេរហើយបញ្ជូនចូលទៅខាង Raspberry Pi ដែលនៅភ្ជាប់ជាមួយនឹងកាមេរ៉ាតោះយើងមកធ្វើការតេស្តទាំងអស់គ្នាទៅក្នុងមុនដំបូងខ្ញុំដាក់ចំនួន5គ្រាប់សិនគឺកែមកដូចអ្នកនរគ្នាឃើញក្នុងអេក្រង់ចឹងគឺមានចំនួន5គ្រាប់ដែលមានប្រអប់គ្រាប់នៅជុំវិញគ្រាប់ឆ្នាំហ្នឹងដែលបង្ហាញឲ្យយើងងាយស្រួលហើយចំពោះគ្រាប់ឆ្នាំដែលមានបញ្ហាខូចគុណភាពបាក់បែកអីគឺវានឹងបញ្ជូន alert មកយើងថាវា error វាអត់រាប់គ្រាប់ឆ្នាំហ្នឹងជាចំនួន1ទេតើយើងមកធ្វើការតេស្តថែមទៀតដោយការថែមគ្រាប់ឆ្នាំនេះដូចអ្នកទាំងអស់គ្នាចឹងឃើញចឹងនេះគឺជាការថែមគ្រាប់ឆ្នាំរបស់យើងហើយទាក់ទងនឹងនៅពេលដែលគ្រាប់ឆ្នាំដែលត្រូវបានថតហើយនឹងបញ្ជូនទៅកាន់ screen ឲ្យយើងឃើញវាបន្តមកទៀតវានឹងបញ្ជូនទិន្នន័យហ្នឹងតាមរយៈ Raspberry Pi អូខេជំរាបសួរដល់លោកគ្រូនិងអ្នកទាំងអស់គ្នានេះគឺជា website មួយដែលយើងប្រើប្រាស់ដើម្បីកត់ត្រាទិន្នន័យដែលបានយកមកពី Raspberry Pi របស់យើងអញ្ចឹងដើម្បីប្រើប្រាស់នៅ website របស់យើងដើម្បីធ្វើការរត់គ្រាប់ឆ្នាំរបស់យើងគ្រាន់តែចុចមកកន្លែង machine control នេះក្នុង website នោះវាមាន function ជាច្រើនគឺមាន function machine control ដែល function ក្នុង machine control ហ្នឹងគឺយើងអាច remote start Raspberry Pi យើងពីចម្ងាយបានឧទាហរណ៍ថា Raspberry Pi យើងនៅកន្លែង pharmacy ហ្នឹងហើយយើងចង់ remote ឲ្យបើក Raspberry Pi ហ្នឹងដើម្បីរាប់គ្រាប់ឆ្នាំនៅទីតាំងផ្សេងក៏បានដែរយើងគ្រាន់តែ select ម៉ាស៊ីនដែលយើងត្រូវប្រើហើយ select model ដែលយើងចង់ប្រើប្រាស់មកបន្ទាប់មកយើងចុច start មកនៅពេលដែលយើងចុច start ហើយម៉ាស៊ីនវានឹងបើកហើយនៅកន្លែងទីតាំងហ្នឹងយ៉ាងនេះខ្ញុំឧទាហរណ៍ឲ្យមើលអូខេអញ្ចឹងអានេះបានន័យថាម៉ាស៊ីនយើងបានដំណើរការហើយបើកអូខេហើយឥឡូវខ្ញុំបានយកថ្នាំមកតេស្តឲ្យមើលអញ្ចឹងនេះគឺជាគ្រាប់ថ្នាំចាស់នេះគឺជាគ្រាប់ថ្នាំនៅពេលដែលវារាប់បានគ្រប់ចំនួនហើយវានឹងប្រាប់ថាឥឡូវហ្នឹងវាបានរាប់គ្រាប់ថ្នាំបានប្រមាណហើយវានឹងកត់ត្រាចំនួនគ្រាប់ថ្នាំហ្នឹងទុកអញ្ចឹងនៅក្នុងករណីនេះអញ្ចឹងគ្រាប់ថ្នាំទាំងអស់វាមាន7គ្រាប់អញ្ចឹងវាប្រាប់បានថាវាមាន7គ្រាប់ដែលនៅលើ tray របស់យើងហ្នឹងហើយបើយើងចង់ដូរកាមេរ៉ាអីក៏មាន option ដូរកាមេរ៉ាដែរបើក្នុងករណីថាម៉ាស៊ីនរបស់យើងហ្នឹងមានកាមេរ៉ាលើសពី1អញ្ចឹងយើងអាចផ្លាស់ប្ដូរទីតាំងកាមេរ៉ាហ្នឹងបានយើងអាច select កាមេរ៉ាដែលយើងចង់ប្រើបានហើយកន្លែងប៊ូតុងនេះ stop គឺបានន័យថាយើងធ្វើការបិទម៉ាស៊ីននឹងវិញអូខេចូលមកដល់កន្លែងនេះគឺ run history ហ្នឹងគឺជាកំណត់ត្រាមួយសម្រាប់បញ្ជាក់ប្រាប់ថាតើនៅពេលណាម៉ោងណាស្មើណាយើងបានបើកប្រើប្រាស់ម៉ាស៊ីនរបស់យើងហើយបានរាប់គ្រាប់ឆ្នាំចំនួនប្រមាណដែលប្រើប្រាស់ machine learning ឬ model អីគេប្រភេទកាមេរ៉ាអីគេចំពោះកន្លែង session and stock នេះវិញគឺជា tab មួយដែលយើងអាចតាមដាននៅ stock របស់យើងដូចយើងដឹងថារបស់យើងគឺមិនមែនលក់តែថ្នាំមួយទេគឺយើងក្នុង pharmacy គឺយើងបានលក់នៅផលិតផលផ្សេងៗដូចជាថ្នាំបេកូឡាឬមួយក៏ supplement អីផ្សេងៗទៀតដែលរបស់ទាំងអស់ហ្នឹងសុទ្ធតែមាន
ការបដិឆេទកំណត់អញ្ចឹងបើយើងទិញឲ្យបានទាំងអស់ហ្នឹងមកហើយវាមានការបដិឆេទកំណត់វាហួស delay អញ្ចឹងទៅក្នុង function នេះក្នុង tab នេះគឺវានឹង alert ប្រាប់យើងថានៅពេលដែលជិតដល់ថ្ងៃផុតកំណត់វានឹង alert ប្រាប់យើងអញ្ចឹងក្នុងកន្លែង quick action នេះយើងឃើញមាន3 tab សំខាន់ៗគឺ new session incoming stock ហើយនិង new lot detail កន្លែង new session នេះគឺដើម្បីប្រើប្រាស់នៅ automation ប្រើប្រាស់នៅ automation ថាយើងមានគ្រាប់ថ្នាំអាម៉ុកស៊ីលីនហ្នឹងចំនួនច្រើនគ្រាប់អញ្ចឹងយើងដាក់ target quantity ឲ្យវារាប់100គ្រាប់អញ្ចឹងមានន័យថានៅពេលដែលយើងចាក់ថ្នាំ100គ្រាប់ចូលត្រីរបស់យើងវានឹងផ្ទៀងផ្ទាត់ជាមួយនឹងថ្នាំ100គ្រាប់ហ្នឹងថាតើនៅលើត្រីហ្នឹងវាមានថ្នាំ100គ្រាប់ចូលចំនួនមែនឬក៏អត់ចំពោះ incoming stock នេះគឺជាការបញ្ជាក់មួយថាstock ដែលយើង add ចូលក្នុង inventory របស់យើងហ្នឹងគឺជាប្រភេទអីគេថាយើងហ្នឹងជាប្រភេទ receive transfer ឬក៏ reserve stock អីចឹងទៅហើយចំណែកអានេះស្រ័យពណ៌ខៀវនេះគឺសំខាន់ជាងគេគឺ stock expiration គឺជាកន្លែងមួយដែលអាចកំណត់ត្រា stock របស់យើងបានថា stock របស់យើងហ្នឹងចូលថ្ងៃណាហើយនឹងបាត់កំណត់ថ្ងៃណានេះគឺជាទិន្នន័យដែល quick summarize stock របស់យើងថាក្នុង stock របស់យើងមានអ្វីខ្លះអូខេចំពោះក្នុង tab នេះគឺ tab ហ្នឹងគឺ manage ឈ្មោះថា machine fleet ក្នុង machine fleet ហ្នឹងគឺក្នុងហ្នឹងគឺបង្ហាញពីចំនួនម៉ាស៊ីនដែលយើងប្រើប្រាស់ក្នុង pharmacy ទាំងអស់អញ្ចឹងមានន័យថាបើក្នុង pharmacy របស់យើងមានម៉ាស៊ីន2 3អញ្ចឹងទៅវានឹងបង្ហាញនៅក្នុងនេះដូចជា device នេះគឺថា2 register machine អញ្ចឹងមានន័យថានៅក្នុង pharmacy របស់ខ្ញុំមាន2ម៉ាស៊ីនគឺ MCA 001ហើយនិង pill counter pi អញ្ចឹងបើកន្លែង pill counter pi របស់ខ្ញុំមិញហ្នឹងគឺខ្ញុំបានដាក់ដូចហើយវាដំណើរការអញ្ចឹង low status គឺ online ហើយនឹង healthy បានន័យថាម៉ាស៊ីនហ្នឹងដំណើរការបានល្អគឺអត់មានបញ្ហាប្រក្រតីខុសអីណាមួយទេហើយកន្លែងនេះគឺជា event log ដែលបង្ហាញថាម៉ាស៊ីនហ្នឹងបើកនៅពេលណាប្រើប្រាស់ function អីខ្លះហើយវានឹងមាន error អីខ្លះចំណែកនៅក្នុង setting នេះវិញគឺមាន function ដូចជា customize ទៅលើ branding ហើយនឹង website របស់យើងអាចដូរឈ្មោះទៅកាន់អីផ្សេងហើយនេះដូរឈ្មោះ pharmacy របស់យើងហើយនឹងដាក់រូបភាព pharmacy របស់យើងបានហើយកន្លែងនេះ API key កន្លែង API key នេះក៏សំខាន់ដែរគឺសម្រាប់ peer to peer connection communication គឺនៅពេលដែលយើង send data ពីកន្លែងមួយទៅកន្លែងមួយតាមរយៈ public link អញ្ចឹងគឺវាងាយនឹង leak ទិន្នន័យរបស់យើងមែនតើអញ្ចឹងក្នុងករណីនេះ API key គឺវាជាអ្នកសម្រួលផ្លូវដើរឲ្យពីម៉ាស៊ីនហើយនៅទៅ computer ទៅ backend របស់យើងហ្នឹងគឺដើម្បីឲ្យ communication ហ្នឹងវា secure អាច leak ទៅកាន់ខាងក្រៅបានទេចំពោះ machine handbook នេះគឺជា manual ក្នុងការប្រើប្រាស់ machine ហ្នឹងតែមួយតែម្ដងហើយ user ហើយនឹង role គឺជាអ្នកក្នុង tab នេះគឺយើងអាចកំណត់ថានៅជាអ្នកជា user ដែល log in ប្រើម៉ាស៊ីនហ្នឹងគឺមានសិទ្ធិធ្វើការអីខ្លះដូចទៅក្នុងនេះអញ្ចឹងវាមានសិទ្ធិចំនួន admin API only audit operator និង supervisor អញ្ចឹងទៅអញ្ចឹងយើងអាចដូរទាំងអស់ហ្នឹងបានដោយគ្រាន់ចុច assign ហើយយើងសរសេរ role ដែលយើងចង់ដាក់ទៅចំពោះកន្លែង admin គឺកន្លែងនេះគឺពិសេសជាងគេតែម្ដងគឺក្នុងទិន្នន័យរបស់website របស់យើងគឺ database របស់ website របស់យើងគឺអាចដូរបានទាំងអស់ហ្មងមិនថាអក្សរមិនថា value អីទេគឺយើងអាចដូរទៅតាមការកំណត់របស់យើងបានចំពោះកន្លែងនេះគឺប៊ូតុងទៅត្រឡប់ទៅក្រោយវិញឬមកត្រឡប់ទៅមុខវិញហើយកន្លែងនេះគឺជា dark mode ហើយនិង light mode ហើយកន្លែងនេះគឺជាប៊ូតុង notification ដែលបង្ហាញប្រាប់ថាវាមាន critical អីខ្លះ critical moment អីខ្លះកើតឡើងនៅក្នុង backend របស់យើងគឺក្នុងកន្លែងនេះវាប្រាប់ថាម៉ាស៊ីន MCA 001គឺបាន offline ហើយកន្លែងនេះគឺជាប៊ូតុង log out Okay that's it for the website demo